Ngàyនេះខ្ញុំមកសម្រាយរឿងមួយដែលមានចំណងជើងថា Undercover Table High School រឿងហ្នឹងបើកក្បាលដំបូងគឺមានគេទូស្រីបាននិយាយថាមេរបស់ខ្ញុំត្រូវបានស្លាប់ហើយត្រូវបានសម្លាប់ដោយ Chairman Lee ហើយក៏បាននិយាយទៀតថាការនោះគាត់មិនផ្លាញអីគ្រប់យ៉ាងរបស់ខ្ញុំហើយក៏គេកាត់មក 3-4 ឆ្នាំក្រោយគេកាត់មក 3-4 ឆ្នាំក្រោយគេបង្ហាញអាប៉ែសក់សមិញហ្នឹងដើរចូលមកហើយប្រាប់ទូស្រីយើងថាបាននាំដំណឹងដ៏គួរឲ្យឆ្ងាញ់មួយយកមកប្រាប់ទូស្រីហើយទូស្រីក៏បានតបថាខ្ញុំអត់ចង់ឮអីទាំងអស់ប៉ុន្តែអាប៉ែហ្នឹងក៏បាននិយាយថាដំណឹងហ្នឹងគឺជារឿងរបស់ Chairman Lee ហើយទូស្រីគ្រាន់តែឮថាជារឿងរបស់ Chairman Lee នាងក៏ភ្ញាក់ហើយទៅក៏បានទាញកញ្ឆក់យករូបហ្នឹងយកមកមើលហ្មងហើយទូស្រីក៏បានសួរថាហាជាសាលាហ្នឹងហើយបន្ទាប់មកប្រុសសក់សក៏បាននិយាយថាវាជាសាលាហើយវាជាសាលារបស់Chairman Lee ហ្នឹងហើយយើងត្រូវទៅ investigate នៅហ្នឹងហើយគេក៏បាននិយាយថាប្រុសសក់សហ្នឹងនិយាយថាមនុស្សជាច្រើនបានជឿថាគាត់អត់មានកូនទេយ៉ាងពួកគេឆ្ងល់ថាពីណាគេនឹងជាអ្នកស្នងមរតករបស់គាត់ប៉ុន្តែថ្មីហ្នឹងគេឮថាគាត់មានកូនសម្ងាត់មួយហើយកូនហ្នឹងគេអត់បញ្ចេញមុខទេហើយប្រុសសក់សមានឈ្មោះថាថេអ៊ុនហ្នឹងក៏បាននិយាយទៀតថាលោក Chairman ហ្នឹងចាស់ហើយគាត់ចិត្តស្លាប់ហើយយើងគួរតែទៅ target on កូនរបស់គាត់សិនទៅយើងបាច់ต้องខ្វល់មួយគាត់ទេបន្ទាប់មកកាត់ចូលថ្ងៃស្អែកទូស្រីយើងក៏បានមកធ្វើជាសិស្សសាលាខ្លែងខ្លួនហើយក៏បានដើរនៅសាលាគេនិយាយគ្នាច្រើនខ្លាំងមែនតើទូស្រីយើងចុះអត់ចូលជាមួយគេទេបន្ទាប់មកក៏បានដើរទៅប៉ះស្មាគ្នាជាមួយនឹងម្នាក់ស្រីមួយដែលមានសក់ពកឈុកនឹងហើយក៏ទូស្រីយើងក៏អត់ដឹងក៏ដើរហើយតែម្នាក់នឹងខឹងខ្លាំងមែនគេងាកមកម្នាក់កាសក់កឈុកងាកមកហើយក៏បាននិយាយថាចុយមីនឹងណាគេដើរបុកអញនឹងមីឆ្កែណាជេអញ្ចឹងហើយគេក៏កាត់មកពេលដើរខៀងមកដល់ក្នុងថ្នាក់ហើយគេដើរខៀងក៏បានណែនាំខ្លួនហើយប្រាប់គេឲ្យរាប់អានដើរខៀងផងពេលដើរខៀងកំពុងឈរហ្នឹងក៏បានសឡងមើលហើយក៏បានគិតក្នុងចិត្តថាអត់មានពីណាគួរឲ្យសង្ស័យទេនៅហ្នឹងតែដើរខៀងក៏ដើរទៅអង្គុយតុបន្ទាប់មកពេលមកអង្គុយនៅតុងអាប៉ែថេអូនហ្នឹងក៏បានឆាតមកថាត្រូវតែផ្ញើសារមកប្រាប់រហូតហើយត្រូវប្រកាសថាកុំឲ្យមានពីណាគេឃើញឆាតរបស់ថេអូនហ្នឹងជាមួយដាខ្យងហ្នឹងបន្ទាប់មកបានបន្តិចមកម្នាក់សក់កជុងមកដល់ធាក់ទុកដាខ្យងយកបរយតែដាខ្យងក៏បានទុកតុកហ្នឹងហើយក៏បានឆ្ងល់បន្ទាប់មកម្នាក់ស្រីសក់កាឈុកហ្នឹងមកដល់ស្រែកថាឲ្យដាខ្យងយកបរយថាហេញ៉ាញ់ដៅបុកអញអត់មានសុំទោសអញអញ្ចឹងហើយទូស្រីដាខ្យងហ្នឹងក៏អត់ដឹងអីទេហើយក៏បានសួរទៅអ៊ីសក់កាឈុកនឹងថាកំពុងនិយាយពីអីហ្នឹងតមកម្នាក់សក់កាឈុកហ្នឹងក៏បានបែរទៅនិយាយមួយមិត្តភ័ក្តិវាថាឮគេមានដំណឹងថាមានសិស្សថ្មី level 1អីចូលមកអត់ transfer មកអត់តមកប៉ុន្តែមិត្តភ័ក្តិបាននាងនិយាយថាអត់មានពីណាគេ level 1អីដូរចូលមកហើយម្នាក់ហ្នឹងក៏បានងាកមកធ្វើមុខแบบឌឺនិយាយដាក់ខ្ញុំយើងថាអូយើងម្នាក់ហ្នឹងប្រហែល level 4ហើយដាក់ខ្ញុំយើងគ្នាគៀងអត់ដឹងថាម្នាក់ហ្នឹងនិយាយពីអីផងបន្ទាប់មកម្នាក់កាឈូហ្នឹងក៏បាននិយាយប្រាប់ថានៅសាលាហ្នឹងគេបែងចែក level 1 level 2 level 3 level 4អ្នក level 1ហ្នឹងគឺសំដៅទៅដល់អ្នកដែលមានបែប CEO បែប president អ្នកនយោបាយអីចឹងណាហើយអ្នកដែល level ក្រោមហ្នឹងអ្នកម្ចាស់រៀងល្បីអ្នកអីអ្នកល្បីអ្នកមានក្រុមហ៊ុនមកអីហើយម្នាក់កាសក់កាឈុងក៏បានទៅសេណូតហើយដាក់ level 4បិទនៅក្បាលដាក់ខ្យងប្រយហើយពួកហ្នឹងក៏នាំគ្នាសោចដាក់ខ្យងពេញហ្នឹងគាត់ថាដាក់ខ្យង level 4អីយ៉ាងណាហើយម្នាក់សក់កាឈុងក៏បានអោនមុខហើយនិយាយដាក់ខ្យងថាខ្លួនឯង level 4អញ្ចឹងកុំមកចង់និយាយមួយខ្ញុំបើមិនចង់ឲ្យជីវិតអ្នកឯងដូចជាសុបិនអាក្រក់និយាយយ៉ាងហើយដាក់ខ្ញុំអត់យល់ហើយក៏គេក៏កាត់ទៅពេលបាយ lunch ដាក់ខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនតើហើយក៏បានឃើញក្នុងអាហារថ្ងៃត្រង់មាន steak ទៀតហើយគ្នាសប្បាយចិត្តព្រោះបានញ៉ាំរបស់ឆ្ងាញ់តោះមកហ៊ាននឹងដាក់ចូលមាត់ហើយប្រូថេអូនក៏បានឆាតមកនិយាយថាមិនអត់ផ្ញើរឿងផ្ញើ report មករហូតអញ្ចឹងរបៀបថាអត់ផ្ញើសារមកប្រាប់បន្ទាប់មកទូស្រីដាក់ខ្ញុំក៏បាននិយាយថាឲ្យខ្ញុំស៊ីបាយថ្ងៃត្រង់សិនអត់បានទេមែនបន្ទាប់មកអាប៉ែហ្នឹងក៏បាននិយាយថាសូមមេត្តារក្សាកំហឹងរបស់អ្នកនៅពេលដែលអ្នកនៅសាលា
តមកដល់ពេលទៅម្នាក់ការឈប់នឹងមកដល់ញញៃទៀតហើយមកញញៃជាមួយនឹងដាខៀងរបស់យើងម្នាក់នឹងដើរមកដល់ក៏បានចាក់stick ចាក់អាហារដែលរបស់នាងនឹងចាក់ចូលចានរបស់ដាខៀងហើយក៏បានធ្វើជានិយាយថាអុយច្រឡំដៃអីយ៉ាងបែបឌឺតមកដាខៀងខឹងយកប្រោយហូរសម្រាប់មីអ៊ីនឹងប្រោយប៉ុន្តែក៏នឹកដល់សាររបស់ប្រូថេអូននិយាយថាយកត្រូវទៅ stay calm ហើយណាមួយក៏ពេលគេចាក់យ៉ាងទៅ stick របស់ដាខៀងមាន2យាយឥឡូវយ៉ាងនាងក៏លែងខឹងវិញទៅតមកម្នាក់កំាប់នេះមកដល់លេងត្រឹម stick របស់ដាខៀងយកប្រោយហើយដាខៀងក៏បានចាប់ដៃម្នាក់នឹងហើយខឹងខ្លាំងទៅថាអីតលាក់ stick អញវិញលឿនហើយទៅម្នាក់សក់កឈុងនិយាយទៅប៉ែឌឺដងដាខៀងពេកដាខៀងក៏បានចាប់គួចកអាវម្នាក់ហ្នឹងទៅបុកនឹងតុកហើយក៏បានហៅយកសូមហ្នឹងហៅយកមកចាក់ភ្នែករបស់ម្នាក់ហ្នឹងប៉ុន្តែអត់ចាក់វិញបានត្រឹមតែច្រឡបន្ទាប់មកគេមើលច្រើនខ្លាំងមែនតើហើយអាប៉ែសក់សនេះក៏បានអង្គុយមើលហើយក៏បាននិយាយថាអូម្នាក់ហ្នឹងណាគេហ្នឹងហើយអាប៉ែក៏ចាប់អារម្មណ៍ដាខៀងយើងតមកដាខៀងក៏បានដើរចេញទៅក្រៅរងាប់អារម្មណ៍ហើយម្នាក់ស្រីហ្នឹងគ្នាពិតជាភ័យខ្លាំងមែនតើគៀងផងអីផងហើយក៏បានលេចនោមទៀតផងហើយទៅអាពេលគេមើលឡើងពេញនឹងហ្មងអាទាំងអស់គ្នាសំបីទៅពួកម៉ាក់វាក៏នាំគ្នាផ្អើលដែរហើយដាខៀងយើងក៏បានដើរចេញមកក្រៅហើយប្រូសក់សហ្នឹងបានដើរមកដល់ធ្វើរបៀបទៅសើដាខៀងថាអូមិនក៏យូរអញធ្វើយ៉ាងបានយ៉ាងរបៀបបីinterested មកលើដាខៀងណាហើយក៏បានសួរដាខៀងថាយូរអញឈ្មោះអីហើយរឿងយើងក៏ភាគទី1ក៏បាន slash ត្រឹមនេះសូមរងចាំទស្សនានៅថ្ងៃស្អែកអរគុណជម្រាបលាសម្រាប់ការស្ដាប់